មាន3ចំណុចតាក់ទងជាមួយនឹងរឿងស៊ីវយៀនដែលប្រហែលថ្ងៃនេះវាពិតជាល្បីខ្លាំងមែនតើហើយចំណុចទី1នោះគឺតាក់ទងជាមួយនឹងតួអង្គមេឌូសាដែលខ្ញុំបានលើថាគេនឹងគេចង់ដកក្បាលនាងគឺវត្តចោលវាពិតជាគួរឲ្យសេះខ្លាំងមែនតើដោយសារតែនាងគឺជានារីម្នាក់ដែលធំខ្លាំងមែនតើនេះច្រឡំដែលថានាងនឹងគឺល្បីខ្លាំងមែនតើហើយស្អាតថែមទៀតហើយចំណុចទី2គឺតាក់ទងជាមួយនឹងក្មេងតូចស៊ីយៀនឥឡូវពិតជាស្អាតខ្លាំងមែនតើមើលឡើងសឹងតលេងស្គាល់បាត់ទៅហើយឥឡូវគឺពេញកំមុំស្ដុកបាត់ទៅហើយចំណុចទី3ហ្នឹងគឺតាក់ទងជាមួយនឹងតួអង្គស្រីដែលមានឈ្មោះថាគឺយុនស៊ីខ្ញុំមិនដឹងនៅតែខ្ញុំដឹងត្រឹមថានាងគឺបាត់មុខអស់រយៈពេលគឺយូរណាស់ហើយក៏ប៉ុន្តែសម្រស់របស់នាងគឺនៅតែខ្ជូតដដែលដោយសារតែនាងគឺបានលៀបលេដែលស៊ីយៀនលួចលុយម៉ែលួចលុយឪហ្នឹងគឺបានទិញទុកឲ្យនាងជាចុងក្រោយសូមឲ្យអ្នកនេះជួយខមមិនលើកទឹកចិត្តទៅកាន់អ្នកស្រឡាញ់គេម្នាក់ដែលកំពុងតែមើលផងដោយសារតែខ្លាចគាត់បាត់ទឹកចិត្តមិនអត់អ្នកស្រឡាញ់គេម្នាក់ឯងមកស្រ័យចងល់តាក់ទងជាមួយនឹងព្រឹត្តិការណ៍កញ្ចាស់នៅក្នុងរឿងស៊ីវយៀនទី1ប្រុសព្រាននោះគឺជាហ្វឹងសៀនស្មោះគ្រប់នារីទាំងអស់នោះគឺជាស៊ីវយៀនសង្ហាហើយខ្លាំងគេពីណែគេក្រៅអំពីយ៉ាឡៅនោះទេដោយយ៉ាឡៅជាមួយនឹងហ្វឹងសៀនវិញអាយុឡើងកញ្ចាស់ប៉ុន្តែមើលមុខវិញគឺក្មេងខ្លាំងមែនតែនហើយក៏មានការឆ្ងល់ជាខ្លាំងដោយសារតែនៅនិពន្ធនោះគឺចូលចិត្តមើលប៉ុនឲ្យតួអង្គដែលមានអាយុឡើងកញ្ចាស់ប៉ុន្តែមើលមុខវិញគឺក្មេងជាង18ទៀតនោះអ្នកនរមិនឆ្ងល់ពីតលេរបស់ខ្ញុំនោះទេហេតុអ្វីវាខ្ជូតជាងមុនដោយសារតែវាត្រូវទឹកភ្លៀងជាមួយនឹងឈឺកចឹងហើយវាខ្ជូតជាងមុននឹងឯងហើយនេះក៏ជាវីដេអូដែលមានប្រយោជន៍ខ្លាំងមែនទែនដល់អ្នកមើលរឿងថ្មីនិងប្រយោជន៍តាទេ